คุณเซนคุณอย่าไปหลงตัวคุณเองว่าហ៊ុនសែនកុំលងថាខ្លួនឯងមានចិនឈោពីក្រោយអ្នកចិនឈោពីក្រោយអ្នកព្រោះគេចង់ប្រើអ្នកជាមូលដ្ឋានប្រយុទ្ធអាមេរិកថៃមិនចាំបាច់ឈោនៅទីណាទេបើចិនមិនយុទ្ធធរចំពោះថៃយើងអាចឈោខាងអាមេរិកបានចិនចង់បានបែបនេះអត់ចិនប្រើកំពង់ផែរៀមដែលកម្ពុជាប្រគល់ឲ្យចិនបើដូច្នោះយើងឈោខាងអាមេរិកជឿខ្ញុំណាប្រិយមិត្តជឿខ្ញុំណាហ៊ុនសែនសញ្ញាអ្នកមិនខុសពីថាក់ស៊ីនដែលលាចាករាជវង្សពីហ៊ុនសែនមកឲ្យហ៊ុនម៉ាណែតអ្នកឯងឃើញអត់ក្រោមការដឹកនាំរបស់អ្នក40ឆ្នាំគ្មានការអភិវឌ្ឍទាល់តែសោះសូម្បីតែបន្តិចប្រជាជននៅតែក្រនៅតែជាកូនឈ្នួលឲ្យគេបើកូនខ្មែរពិតប្រាកដហើយបានខ្លាយជាអ្នកដែលមានគំនិតគ្រប់គ្រងដោយរដ្ឋាភិបាលគឺមិនមានទេតែបើសិនជាមានអ្នកមានវិញគឺមានតែក្រុមបកពួកលោកឯងប៉ុណ្ណោះឯងអ្នកនៅតែហ៊ាននិយាយថានឹងប្រើកម្លាំងទ័ពមកបំផ្លាញកងទ័ពថៃលោកគិតថាងាយដល់ម្លឹងមែនទេតើអ្នកធ្លាប់គិតទេថាបើថៃរួមជាមួយចិននិងកម្ពុជារួមជាមួយចិនគិតថាចិននឹងជ្រើសយកកម្ពុជាមែនប្រសិនជាអាចជ្រើសរើសដោះដូរដោយកណ្ដាប់ដៃចិននិងជ្រើសរើសថៃជាងសាច់ខ្មែរអាស្រ័យលើថៃមានរបៀបបង្ហាញជំហររបស់ថៃអ្នកក៏បានដឹងមែនអត់ថាថាក់ស៊ីនមកហើយក៏ទៅអ៊ុងអ៊ីងមកហើយក៏ទៅប៉ុន្តែថៃនៅតែទីនេះដដែលហើយខ្ញុំចង់ផ្ដាំទៅលោកភូមិធម្មវិឆយឆៃអ៊ុងអ៊ីងថាក់ស៊ីនអ្នកស្រឡាញ់ប្រទេសថៃអត់កុំមើលប្រទេសថៃជាប្រភពនៃប្រយោជន៍នោះដែលនាំឲ្យគ្រួសារត្រកូលរបស់អ្នកនឹងត្រូវឃ្លាតឆ្ងាយលោកចតុផនព្រំផាន់បាននិយាយថានេះក៏មិនបានរាប់បញ្ចូលករណីលោកថាក់ស៊ីនដែលចេញទៅចាប់ពីពេលនេះតទៅលោកថាក់ស៊ីនបើចង់ចេញទៅក្រៅប្រទេសវាគឺជាកាតព្វកិច្ចរបស់ផែថងឋានជាអ្នកត្រូវតែតាមចាប់ខ្លួនឪពុករបស់នាងនោះមានន័យថានាងត្រូវបញ្ជាលើច្បាប់ដាក់ទោសឪពុករបស់នាងប្រសិនបើគាត់គេចចេញទៅក្រៅនាងត្រូវតែទៅតាមចាប់ឪពុករបស់នាងហើយវាមើលទៅគួរឲ្យឈឺចាប់និងខុសផងដែរសម្រាប់នាងខ្ញុំចង់ឲ្យពួកគេស្នាក់នៅប្រទេសថៃខ្ញុំចង់ឲ្យគេឃើញថានៅស្រុកយើងអ្នកណាធ្វើអ្វីត្រូវហ៊ានទទួលខុសត្រូវ